ម៉ាឡេស៊ីហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុ16ឆ្នាំចុះក្រោម25វិច្ឆិកាឆ្នាំ2025 ANN រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសថានឹងអនុវត្តវិធានការហាមឃាត់កុមារអាយុក្រោម16ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់ពីឆ្នាំក្រោយតាមរយៈច្បាប់ថ្មីមួយដែលមានបំណងការពារកុមារពីគ្រោះថ្នាក់តាមអ៊ីនធឺណិតនិងបញ្ហាសុខភាពផ្លូវចិត្តកំពុងកើនឡើងប្រភពពីសារព័ត៌មាន Al Jazeera នៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025រដ្ឋមន្ត្រីទំនាក់ទំនងលោក Fahmy Fadzil បានប្រាប់សារព័ត៌មានថារដ្ឋាភិបាលកំពុងពិនិត្យយកគំរូពីប្រទេសអូស្ត្រាលីនិងប្រទេសផ្សេងៗទៀតដែលកំពុងអនុវត្តច្បាប់តឹងរ៉ឹងក្នុងការផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់គាត់ថាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមគួរតែគោរពតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការហាមឃាត់អ្នកអាយុក្រោម16ឆ្នាំពីការបើកគណនីវិធានការនេះត្រូវបានអនុវត្តក្នុង context ដែលប្រទេសជាច្រើនកំពុងចាប់ផ្ដើមដាក់ចេញច្បាប់ដើម្បីកំណត់ការចូលប្រើវេទិកា digital របស់កុមារខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា TikTok, Snapchat, Google និង Meta Platforms កំពុងប្រឈមមុខនឹងបណ្ដឹងនៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើសុខភាពផ្លូវចិត្តកុមារប្រទេសអូស្ត្រាលីកំពុងរៀបចំការបិទគណនីញ៉ាក់ប្រើប្រាស់អាយុក្រោម16ឆ្នាំចាប់ពីខែក្រោយខណៈប្រទេសបារាំង អេស្ប៉ាញ អ៊ីតាលី ដាណឺម៉ាក និងក្រិកក៏កំពុងសាកល្បងប្រព័ន្ធផ្ទៀងផ្ទាត់អាយុផងដែររដ្ឋាភិបាលម៉ាឡេស៊ីបានពង្រឹងការត្រួតពិនិត្យលើវេទិកា Digital ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីទប់ស្កាត់ម៉ាទិរ៉ាសដែលត្រូវបានចាត់ទុកថាបង្កគ្រោះថ្នាក់រួមទាំងល្បែងស៊ីសងតាមអ៊ីនធឺណិតនិងការលើកឡើងបញ្ហាពុសាសន៍សាសនានិងរាជវង្សចាប់ពីខែមករាមកវេទិកា Digital ដែលមានអ្នកប្រើប្រាស់លើ5លាននាក់ត្រូវបានទាមទារឲ្យមានអាជ្ញាប័ណ្ណក្នុងប្រទេស